លោកជំទាវប៉ាងដានីផ្ដល់អនុសាសន៍សំខាន់មួយចំនួនដល់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកអង្គការដៃគូជាសមាជិកនិងក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពក្រុមជនពិការខេត្តយកទៅអនុវត្តបន្តលោកជំទាវប៉ាងដានីផ្ដល់អនុសាសន៍សំខាន់ចំនួន4ដល់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកអង្គការដៃគូជាសមាជិកនិងក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពក្រុមជនពិការខេត្តយកទៅអនុវត្តបន្តការថ្លែងដូចនេះស្ថិតក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលការងារប្រចាំត្រីមាសទី3ឆ្នាំ2025និងទិសដៅអនុវត្តបន្តរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាមនាព្រឹកថ្ងៃទី16ខែតុលាឆ្នាំ2025នៅសាលប្រជុំសាលាខេត្តក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីកងកម្លាំងទាំង3ប្រភេទមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តរដ្ឋបាលក្រុងស្រុកទាំង10និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរលោកជំទាវប៉ាងដានីផ្ដល់អនុសាសន៍សំខាន់មួយចំនួនដល់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកអង្គការដៃគូជាសមាជិកនិងលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពក្រុមជនពិការខេត្តយកទៅអនុវត្តបន្តចំនួន4ដូចជាសូមផ្ដល់របាយការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយនិងទាន់ពេលវេលាមកក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពក្រុមជនពិការខេត្តសូមពិនិត្យមើលសកម្មភាពណាដែលមិនទាន់បានអនុវត្តគ្រប់តាមផែនការដែលបានកំណត់សូមបន្តធ្វើបញ្ចប់នៅត្រីមាសក្រោយសូមយកសំណុំពរដែលទទួលបានចំណាឯកភាពរបស់អាយុដំអភិបាលខេត្តលើរបាយការណ៍ស្ដីពីលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2023និងលើកទិសដៅការងារឆ្នាំ2024រួមនឹងលិខិតបទកថាគតិយុត្តនានាទៅផ្សព្វផ្សាយនិងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់និងបន្តជំរុញមន្ទីរអង្គភាពក្រុងស្រុកឃុំសង្កាត់សាលារៀនសំណង់សាធារណៈកិត្តគូកសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដូចជាជម្រាលបន្ទប់ទឹកចំណតរថយន្តនិងកែសម្រួលសំណង់ដែលមានស្រាប់ឲ្យស្របតាមបទកថា